បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាខ្ញុំឃើញគេផ្សព្វផ្សាយថាហាងកញ្ចក់អាចធានាមនុស្សទៅធ្វើការជាជាងកញ្ចក់តាមកម្មវិធី EB3 បានដោយមិនចាំបាច់មាន license ទៅធ្វើការនៅអាមេរិកហើយធានាចាយពេលតែ2ឬ3ឆ្នាំនឹងដឹងតែបានទៅតើទៅបានឬទេបាទពិតជាបានឬទេបាទនេះគឺជាសំណួរដ៏ល្អតាមការពិតកម្មវិធី EB3 គឺជាកម្មវិធីដាក់ពាក្យស្នើសុំទិដ្ឋាការមកធ្វើការនឹងរស់នៅសហរដ្ឋអាមេរិកអ្នកដែលទទួលបានវីសានេះមកដល់សហរដ្ឋអាមេរិកនឹងទទួលបាន Green Card ប្រភេទ10ឆ្នាំក្រោយពេលរស់នៅបាន5ឆ្នាំពួកគាត់អាចដាក់ពាក្យសុំចូលសញ្ជាតិបានដោយគេដូចឯងអញ្ចឹងរីឯនីតិវិធីដំណើរការស្នើសុំវីសា EB3 នេះគឺចាយពេលតិចបំផុត5ឆ្នាំ5ឆ្នាំនេះមិនរាប់បញ្ចូលទាំងពេលវេលាដែលអ្នកធានានៅអាមេរិកនឹងដាក់ពាក្យទៅក្រសួងការងារស្នើសុំ LC នោះទេអញ្ចឹងដំបូងបំផុតអ្នកនៅសហរដ្ឋអាមេរិកក្រុមហ៊ុននឹងត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រការងារទៅក្រសួងការងារចាយពេលតិចបំផុតពី16ទៅ18ខែក្រោយពេលក្រសួងការងារគេអនុម័តហើយទៅក្រុមហ៊ុននិងមេធាវីដាក់ពាក្យធានាលោកអ្នកមកធ្វើការនឹងរស់នៅអាមេរិកក្រោយពេលដាក់ពាក្យធានាហ្នឹងគិតទៅដល់ថ្ងៃសម្ភាសចាយពេលយ៉ាងតិច5ឆ្នាំជាក់ស្ដែងបច្ចុប្បន្នភាពគេសម្ភាសដល់អ្នកដាក់ពាក្យខែ9ឆ្នាំ2021ពេលហ្នឹងឆ្នាំ2026សំណួរសួរថាគេទៅតែសម្ភាសអ្នកដាក់ពាក្យខែ9ឆ្នាំ2021អញ្ចឹងត្រូវរងចាំប៉ុន្មានឆ្នាំបាទងាកមកសំណួរសួរថាអ្នកដែលមានហាងកញ្ចក់នៅអាមេរិកអាចធានាមនុស្សពីស្រុកខ្មែរមកធ្វើជាជាងកញ្ចក់ដោយមិនចាំបាច់មាន license ហើយដំណើរការតាមកម្មវិធី EB3 នេះបានឬទេចំឡើយមិនបានទេពីព្រោះទោះបីជាមនុស្សដែលកំពុងរស់នៅសហរដ្ឋអាមេរិកស្របច្បាប់មាន Green Card មានសញ្ជាតិក្តីមុនពេលចូលធ្វើកញ្ចក់គេតម្រូវឲ្យយើងមាន license អ្នកឯងត្រូវរៀនពី3ទៅ4 5ខែត្រូវមានសញ្ញាបត្រមាន license ហ្នឹងអនុវត្តអីពី300ទៅ600ម៉ោងតាមតម្រូវការនៃរដ្ឋនីមួយៗអញ្ចឹងអ្នកស្រុកខ្មែរយើងមិនមានអ្នកណាមួយមាន license ដែលត្រូវបាន State Board អាមេរិកនឹងទទួលស្គាល់នោះទេសប្តាហ៍ថ្ងៃសាលាកញ្ចក់ដល់ស្រុកខ្មែរយើងមិនត្រូវបាន State Board អាមេរិកនឹងទទួលស្គាល់នោះទេអញ្ចឹងទោះបីជាលោកអ្នកមានសញ្ញាបត្រមាន license ពីសាលាកញ្ចក់ណាមួយដល់ស្រុកខ្មែរយើងក៏ State Board អាមេរិកនឹងគេមិនទទួលស្គាល់ដែរដូច្នេះអ្នកនៅស្រុកខ្មែរយើងបើចង់ដាក់ពាក្យតាមកម្មវិធី EB3 មកធ្វើជាជាងកញ្ចក់មិនអាចទៅរួចទេដោយសារពួកគាត់មិនមាន license ផ្ទុយទៅវិញនៅវៀតណាមគេមានសាលា2ដែលត្រូវបាន State Board អាមេរិកនឹងគេទទួលស្គាល់ហើយងាយស្រួលដូរសញ្ញាបត្រដូរ license មានន័យថានៅវៀតណាមប្រសិនបើពលរដ្ឋគេរៀនចាញ់ពីសាលា Jasmine Beauty School និងសាលាមួយទៀតដែលមានឈ្មោះថា Calipan Beauty Academy US អញ្ចឹងសាលាពីរហ្នឹងត្រូវបាន State Board អាមេរិកហ្នឹងគេអនុញ្ញាតឲ្យការដូរសញ្ញាបត្រដូរ license អ្នកដែលបានសញ្ញាបត្រមានបទពិសោធន៍ពីសាលាហ្នឹងនៅប្រទេសវៀតណាមមកដល់អាមេរិកគេអាចដូរបានអញ្ចឹងគេអាចដាក់ EB3 បានពីវៀតណាមតែនៅស្រុកខ្មែរយើងមិនមានសាលាណាមួយដែលត្រូវបាន State Board អាមេរិកទទួលស្គាល់ទេហើយបើថាលោកអ្នកអាចដាក់កម្មវិធី EB3 មកធ្វើកញ្ចក់ដោយមិនចាំបាច់មាន license មិនចាំបាច់មានអាជ្ញាប័ណ្ណអីនោះมันអាចទៅរួចទេរៀបចំឯកសារបានក៏ប៉ុន្តែបានត្រឹមមកអស់លុយងាកមករឿង visa EB3 វិញវីសានេះគឺមានពិតប្រាកដមានអ្នកសម្ភាសជាប់មានអ្នកមកធ្វើការនឹងរស់នៅសហរដ្ឋអាមេរិកក៏ប៉ុន្តែមិនមែនថាដាក់ EB3 ដឹងតែបានមកធ្វើការដឹងតែបានមករស់នៅអាមេរិកនោះទេចាយពេលរងចាំយ៉ាងតិច5ឆ្នាំទៅមានថ្ងៃចូលសម្ភាសជាប់ទៅអាចបានវីសាហោះមកធ្វើការនឹងរស់នៅអាមេរិកមកដល់អាមេរិកទៅបាន Green Card រស់នៅស្របច្បាប់មិនមែនថាដាក់2ឆ្នាំ3ឆ្នាំដឹងតែបាននោះទេបាទលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកក្រុមហ៊ុនយើងខ្ញុំមានគ្រប់សេវាកម្មមករស់នៅមកលេងអីគឺមានរៀបចំឯកសារជូនទាំងអស់ខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទអរគុណ